របៀបកាត់ត្រាសម្រាប់កាត់ត្រាម៉ាស៊ីនអាគ្រីលិកអាថុំ13កៅដើម្បីទៅកាត់ត្រាបានគឺយើងយកអានេះគឺយើងយកអានេះហើយអាប្រឡោះនេះគឺយើងយកអាក្រោមគេនេះមកសម្រាប់ទំហំនេះគឺយើងយក 0.07 យើងយកអានេះគឺបានផ្ទៃក្រហមចេះបន្ទាប់មកគឺយើង select វាទាំងអស់ចុច Ctrl K ហើយគឺយើងបានអក្សរនេះមួយចុច Ctrl K គឺយើងបានអក្សរខាងនេះគឺយើងដូរពណ៌ខ្មៅនេះគឺយើងដាក់ស៊ុំប៉ុណ្ណាគឺយើងអាចកំណត់បញ្ច្រាស់យកទៅតែមកកំណត់បញ្ច្រាស់ហើយimport ទៅជា DXS យកទៅកាត់យក scan កាត់